បាទជំរាបសួរពុកម៉ែបងប្អូនដែលនិយមតាមដាននៅក្នុង Channel YouTube យើងខ្ញុំបាទណាឥឡូវនេះយើងខ្ញុំមានមុខម្ហូបមួយមុខទៀតហើយគឺថ្ងៃនេះយើងបានស្ងោរស្ពៃជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបងប្អូនឥឡូវនេះយើងចិញ្ច្រាំសាច់ជ្រូករួចរាល់ហើយបន្ទាប់មកក៏យើងចាប់ផ្ដើមលាងស្ពៃសម្អាតវាឲ្យវាស្អាតចឹងណាបងប្អូននេះយើងលាងពី3ទឹកបងប្អូនហើយបន្ទាប់ពីយើងលាងរួចរាល់អស់ហើយនេះយើងក៏ចាប់ផ្ដើមដាក់ស្ងោរសាច់ជ្រូកមុនសិនបងប្អូនយើងដាំទឹកឲ្យរាងក្តៅសិនមកយើងដាក់សាច់ជ្រូកនេះទៅហើយយើងទុកឲ្យវាពុះមកសាច់ជ្រូកហ្នឹងវាចាប់ផ្ដើមឆ្អិនហើយបងប្អូននេះយើងកូរឲ្យបាយចេះបងប្អូនកាលណាបើយើងដាក់ទៅទាំងដុំពេលដែលឆ្អិនទៅវានៅជាប់គ្នាអញ្ចឹងណាបងប្អូនហើយយើងកូរឲ្យបាយចេះមកគឺដើម្បីឲ្យសាច់ជ្រូកហ្នឹងវាអណ្ដែតចេញពីគ្នាណាវាដាច់ចេញពីគ្នាណាបងប្អូនហើយបន្ទាប់ពីយើងដាក់សាច់ជ្រូកដាក់អីរួចនេះទឹកពុះហើយក៏យើងយកស្ពៃដែលយើងលាងហើយ3 4ទឹកហ្នឹងណាយើងយកមកដើម្បីដាក់ស្លនេះឃើញទេសាច់ជ្រូកយើងបានពុះហើយពុះយូរដែរបងប្អូនមកយើងលាងស្ពៃអីរួចរាល់ហើយយើងក៏យកស្ពៃហ្នឹងមកដាក់ណាក្នុងឆ្នាំងសាច់ជ្រូកដែលយើងស្ងោរមុនហ្នឹងណាងាយទេបងប្អូនរបៀបនៃការស្ងោរស្ពៃក្រញាញ់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំណាបងប្អូនហើយបន្តមកក៏យើងកូរសាច់ជ្រូកនឹងឲ្យវាបែកពីគ្នាហើយយើងក៏ដាក់ស្ពៃមកប៉ុន្តែយើងបានដាក់ដែលគ្រឿងក្រៅរួចហើយបងប្អូនយើងស្ងោរសាច់ជ្រូកបដាយើងដាក់គ្រឿងក្រៅបដាបានថតឡើងគ្រឿងក្រៅដែរបងប្អូនមើលបន្តមកក៏យើងដាក់អាស្ពៃក្រញាញ់យើងដែលយើងលាងស្អាតហ្នឹងមកយើងដាក់ឲ្យវាពុះមកពុះមកដើម្បីឲ្យវាទន់ស្ពៃហ្នឹងកាលណាបើយើងដាក់លួយពេកក៏យើងញ៉ាំមិនឆ្ងាញ់ដែរបងប្អូននេះយើងដាក់ឲ្យទន់តែម្ដងយើងសកត់ទៅត្រូវទឹកវាចាប់ផ្ដើមទ្រោមទៅបងប្អូនស្ពៃកញ្ញានេះលឿនទេបងប្អូនយើងដាក់ស្ងោរតាមអំពុះទេវានឹងផុយហើយដោយសារតែស្ពៃកញ្ញានេះយើងហូបឆាវក៏បានដែរអញ្ចឹងណាហើយនេះយើងចាប់ផ្ដើមកូរវាឲ្យចូលជាមួយទឹកនឹងសាច់ជ្រូកចិញ្ច្រាំហ្នឹងនេះគេហៅថាសាច់ជ្រូកចិញ្ច្រាំស្ពៃក្រញាញ់អានេះជាម្ហូបប្រចាំតកូលខ្ញុំហើយជាទូទៅម្ហូបដែលលឿនបំផុតគឺអានេះឯងតែកាលណាយើងជាប់ការងារច្រើនយើងដាក់អានេះមកស្ងោរស្ពៃក្រញាញ់ជាមួយសាច់ជ្រូកចិញ្ច្រាំនេះយើងចាប់ផ្ដើមមើលភ្លើងយើងបិទភ្លើងមកពេលដែលយើងដាក់ឲ្យមកអំពុះអញ្ចឹងយើងបន្ថយហ្គាសវាតិចមកបិទតែម្ដងបងប្អូនដោយសារតែស្ពៃយើងរឿងសពប់ហើយយើងអាចថាញ៉ាំទៅអត់រលួយបន្ទាប់មកក៏យើងដួសដាក់ចានដើម្បីញ៉ាំបាយតែម្ដងទៅព្រោះអីស្ងោរស្ពៃក្រញាញ់នេះយើងត្រូវការក្តៅញ៉ាំទៅឆ្ងាញ់តែម្ដងកាលណាតែញ៉ាំត្រជាក់ដូចវាមិនសូវឆ្ងាញ់ទេដោយសារញ៉ាំអត់មានម្រេចបើយើងមានដាក់ម្រេចរៀងហិលតិចគឺញ៉ាំឆ្ងាញ់តែម្ដងបងមួយទៀតគឺខ្លាចកូនតូចគាត់ហិលណាអញ្ចឹងយើងអត់បាក់ចាំប្រើម្រេចទេយើងញ៉ាំចេះក៏វារសជាតិដឹងតែអែមមកណែឃើញទេដួសដាក់ចានរួចរាល់ហើយណែមើលសាច់ស្ពៃគេនៅឡើងស្រស់បំប្រងតែម្ដងបងប្អូនកាលណាយើងដាក់រលួយពេកក៏វាញ៉ាំមិនឆ្ងាញ់ដែរហើយបន្តមកក៏យើងចាប់ផ្ដើមរៀបចំដួសដាក់ចានដាក់អីហើយនេះយើងចាប់ផ្ដើមញ៉ាំហើយញ៉ាំជាមួយនឹងស្លមិញហ្នឹងណែមើលមាត់អ្នកញ៉ាំណាដឹងថាឆ្ងាញ់តែម្ដងបងប្អូនហើយយើងមានត្រីបន្តិចត្រីហ្នឹងគឺយើងអាំងកាលពីម្សិលមិញណាតែយើងញ៉ាំអត់អស់អញ្ចឹងយើងមានត្រីផ្ទាប់បន្តិចអញ្ចឹងណាបងប្អូនណែមើលមាត់អូយតំណងណាស់បងប្អូនហើយនេះឆ្ងាញ់មែនតែម្ដងណាមកមើលមាត់ហាដាក់មកលព្រានេះគឺដឹងតែកប់ហ្មងអាហារដែលខ្ញុំចូលចិត្តណាចូលចិត្តប៉ុន្តែបើរាល់ថ្ងៃពេកក៏ញ៉ាំវាមិនចូលដែរបងប្អូនណាណែបាន2 3ថ្ងៃម្ដងអញ្ចឹងណាដាក់មកពុកចេះមកអូតំណងទេបងប្អូនអាចសាកលបងធ្វើញ៉ាំដូចខ្ញុំអញ្ចឹងញ៉ាំលក្ខណៈសាមញ្ញអញ្ចឹងណាបានដឹងតែឆ្ងាញ់បើយើងញ៉ាំរ៉ាប់តាពេកគឺមិនឆ្ងាញ់ទេអាស្លប្រភេទចេះហ្នឹងបងញ៉ាំរបៀបយើងញ៉ាំទៅកុំខ្វល់ពីអ្នកណាញ៉ាំយកតែម្ដងណាហាមាត់ឲ្យធំមកដាក់លព្រាមកពេញចេះមកទំនងតែម្ដងបងណាស្ពៃសាច់ជ្រូក
ដាក់ចូលគ្នាអញ្ចឹងណាតំណងណាបងប្អូនគាត់តែឃើញស្រក់ទឹកមាត់ទេបងប្អូនអូយចាំមើលមានម្ហូបអីប្លែកទៀតខ្ញុំនឹងចែករំលែកឲ្យបានច្រើនតែម្ដងបងប្អូននេះសូមបងប្អូនជួយ Subscribe ម្នាក់មួយហ្នឹងចុចរូបកណ្ដឹងហើយដាក់ like មួយហ្នឹងបងប្អូនណាមានម្ហូបថ្មីទៀតធ្វើចែកជូនបងប្អូនទស្សនាទៀតឥឡូវយើងបន្តការញ៉ាំទៀតទៅញ៉ាំបដាយើងមើលបដាញ៉ាំបដាមើលបដាទៅមិនដឹងថាមានអីទេមានតែម្ហូបមួយមុខហ្នឹងហើយជាមួយនឹងត្រីបន្តិចណែមកមើលយើងញោមចេះណាបងប្អូនมันឆ្ងាញ់កាលណាយើងដួសដាក់ចានសឡផ្សេងដួសដាក់មួយម៉ាត់ចេះឆ្ងាញ់យើងញោមវាគោកណែត្រីអស់បាត់ហើយត្រីអស់មុននេះអរគុណច្រើនបងប្អូន